ស្ដីបិទជាងទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះយើងមកចែករំលែកពីរបៀបឆែក model របស់ Samsung បាទយើងត្រូវមាន tool ឬក៏យើងត្រូវមាននេះហ៎ unlock tool ឬក៏ file មួយដែលមានឈ្មោះថា SameRW tool បាទយើងវាយមក SameRW tool យើងវាយប៉ុណ្ណេះមកនេះបាទ SameRW tool SRP tool នេះមកនេះបាទយើងរើសយកមួយណាក៏បានដែរអីទេតាមនឹងសាច់យើងចង់យកបាទយើងអស់ចុះមកក្រមកអាហ្នឹង tool សម្រាប់យើងឆែក Google account ដើម្បីឲ្យដឹងថាទូរស័ព្ទហ្នឹងវាម៉ាក model អីបាទយើង download មកបាទ download យកមួយណាក៏បានដែរអីទេអានេះ version 5.6 នេះ 4 ចេញយកខ្ពស់មកហើយទូរស័ព្ទយកចាំបាច់ធ្វើស្អីទេយើង connect Wi-Fi ក៏បានមិន connect ក៏បានដែរហើយយើងដោតឲ្យស្គាល់ com ជាមួយនឹង computer បាទយើងចុច install មកអានេះខ្ញុំធ្វើកាត់តិចទេបាទមិនជាងយើងចេះហើយរបៀប install មិនពិបាកទេហើយយើងកុំភ្លេចបិទ antivirus ផងបាទយើងបិទ antivirus សិនមុននឹងតម្លើងវាបាទបិទអស់មក antivirus នេះបាទมันពិបាកទេនិយាយមកបាទយើងតម្លើងកម្មវិធីនេះកម្មវិធីនេះរូបរាងវាអញ្ចេះបាទតិចអត់ដឹងថាកម្មវិធីនេះរូបរាងមិនចឹងវាចេញដូចនេះហើយយើងមិនរងចាំយូរទេយើងដោតទូរស័ព្ទចូលមកបាទទូរស័ព្ទយើងចុចបើកធម្មតាមិនពិបាកទេបាន driver Samsung ភាសាកុំព្យូទ័រខ្ញុំទៅនឹង install ហើយឈូ Windows ហើយអញ្ចឹងវាអត់ទាន់មាន driver របស់ Samsung ចឹងយើង install driver Samsung មួយទៀតមកដើម្បីស្គាល់ com ទៅនេះបាទនៅពេលដែលទូរស័ព្ទយើងដោតចូលហើយគឺវា load នៅក្នុងកន្លែងនេះមែនបាទ device manager វាមែនតែវាអត់ស្គាល់ com ទេនេះឃើញទេវាចេញអញ្ចឹងបាទថាវាអត់ស្គាល់ com ទេអញ្ចឹងយើង install driver វាមួយមកសំខាន់ឲ្យវាស្គាល់ com ទៅនេះបាទបើអត់ស្គាល់ com ទៅអត់ចេញទេហើយទូរស័ព្ទយើងអត់ចាំបាច់ធ្វើអីទេដោតដូចចូលអីធម្មតាទាំងអស់ហើយមិនចាំបាច់ download mode អីទេយើងគ្រាន់តែដោតដូចចូលធម្មតាទេយើងរងចាំឲ្យវាចំតិចទេបាទបាទយើងរងចាំឲ្យវាចំតិចមកហើយសំខាន់ឲ្យ connect ជាមួយ tool យើងដកដោយដាក់សារថ្មីមកទៅ install មកឲ្យវា load com ទៅនេះបានស្គាល់បើសិនជាអត់ load com ទៅនឹងអត់ស្គាល់ទេបាទយើង update driver វាបន្តិចមកដោយសារអត់ទាន់បាន install កម្មវិធី driver Samsung វាអត់ស្គាល់យើងដកដោយដោតសារថ្មីបាទដើម្បីឲ្យស្គាល់ com នេះវាកំពុង install បាទអានេះក៏មកតាំងគឺ Samsung ដេញសំខាន់ឲ្យវាស្គាល់អញ្ចេះបាទឲ្យវាស្គាល់ com ចេះបានថាហ្នឹងទូរស័ព្ទជាមួយនឹង computer ហ្នឹងគឺវាស្គាល់គ្នាយើងចាំវាបាទយើងធ្វើម៉េចឲ្យស្គាល់ com ចេះអញ្ចឹងទី1គឺយើងត្រូវ read MTP វាដើម្បីឲ្យដឹងថាទូរស័ព្ទហ្នឹង model អីយើងចុចមកកន្លែងនេះមកនេះ Samsung MTP info បាទចុចមកវានឹងរ៉ាន់ទិន្នន័យរបស់ Samsung ឲ្យយើងដឹងបាទអានេះសម្រាប់ដែលវាជាប់ Google account ណាបាទអញ្ចឹងយើង copy កន្លែងនេះមកបាទយើង copy កន្លែងហ្នឹងយកឆែកមើលថាតើ Samsung ហ្នឹងវា model អីគេប្រកាសព្រោះ Samsung វាសរសេរតែកូដអញ្ចឹងទេយើងមើលមកនេះឃើញទេកន្លែង website GSM Marana នេះយើងចុចលើវាមកវាដាក់ Note 20ឃើញទេ Galaxy Note 20ហើយយើងមើលតាមនឹង detail របស់វាមកបាទ chipset វា Exynos 9 កែកុដ Qualcomm អញ្ចឹងទៅ Snapdragon
865ចឹងតាបាទយើងមើលដឹងអាហ្នឹងយើងមើលដឹងហើយ USS 3.0ណាបាទ memory វា hard disk ចឹងរបៀបឆែកversion របស់ Samsung model របស់ Samsung គឺអញ្ចឹងឯងបាទយើងឆែកអញ្ចឹងទៅគឺយើងអាចដឹងសំខាន់ឲ្យវាស្គាល់អានេះស្គាល់ comment ហើយយើងចុចតែ read MTP នេះមកគឺវា run auto អញ្ចឹងសម្រាប់អ្នកដែលចង់ដោះ Google account ឬក៏ចង់ធ្វើអ្វីមួយគ្រាន់តែចុចតែប៉ុណ្្នឹងផ្ញើមកខ្ញុំមកគឺខ្ញុំអាចឆែកឲ្យដឹងថាតម្លៃ model ហ្នឹងយើងអាចដោះតាម server ឬទៅប្រើ tool ឬក៏ប្រើ file ឬក៏ទៅដោះម៉ាស៊ីនធ្វើអញ្ចឹងអាចតទៅខ្ញុំបានបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ឆែក model Samsung ឲ្យដឹងថាតើវា version ប៉ុន្មាន build ប៉ុន្មានអីចឹងនេះ version វានេះឃើញទេ Android version 13អីចឹងទៅbit i ចឹងទៅ បាទយើងមើលតាមហ្នឹងមកយើងអាចដឹងបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៃវីដេអូនេះបាទជួបខ្ញុំនៅវីដេអូក្រោយទៀត